យើងយល់ឃើញតែបញ្ហាទាំងអស់នៅក្នុងសង្គមខ្មែរដែលជាបញ្ហាធំគេរាប់មកបញ្ហាណាមួយក៏ដោយមិនធំស្មើនឹងភាពល្ងងខ្លៅឬភាពអសកម្មរបស់ប្រជាពលរដ្ឋទេចំណុចចាប់ដើមនៅទៅនឹងនេះសិតសឹងតែបង្ហាញអំពីទស្សនវិស័យហើយបងប្អូនរៀនមើលទៅទី1គឺទឹកចិត្តទី2គឺជាមនុស្សដែលមានទស្សនវិស័យក្នុងសង្គមខ្មែរពិបាករកណាស់ពួកទស្សនវិទូបងប្អូនមិនងាយទេមិនងាយតែហ្មងពួកយើងយល់ឃើញថាក្នុងចំនួនរបស់យើងនេះត្រូវចូលរួមធ្វើឲ្យបានសម្រេចព្រោះអីបានជាយើងហ៊ានគិតថាបានសម្រេចបងប្អូនពីព្រោះវាមិនមែនប្រយោជន៍ខ្ញុំបើប្រយោជន៍ខ្ញុំបងប្អូនប្រយោជន៍ក្រុមឧទាហរណ៍ថាខ្ញុំហៅបងប្អូនយកមកដើម្បីសម្រេចវត្ថុបំណងខ្ញុំទោះបីជាខ្ញុំមកឲ្យលុយឲ្យកាក់បងប្អូនឲ្យតំណែងឲ្យតួនាទីប្រជាពលរដ្ឋយូរដឹងទៅមិនរួចទេបងប្អូនទៅតាមផ្លូវហ្នឹងគេខ្លាំងជាងយើងគេមានលុយច្រើនជាងយើងប៉ុន្តែអ្វីដែលយើងធ្វើគឺជាចលនាមហាជនចលនាប្រជាធិបតេយ្យគឺជាចលនាប្រជាពលរដ្ឋកើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋកាលណាប្រជាពលរដ្ឋក៏ស្ទាបត្រូវបេះដូងយើងគាត់យល់ពីរបៀបនៃការធ្វើរបស់យើងម្ដងមួយមកអត់ចេញទេបងប្អូនមកអត់ចេញទេត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាយើងសង្ឃឹមថាបានជោគជ័យពីព្រោះនេះគឺជាប្រយោជន៍ទាំងអស់គ្នាហើយបងប្អូនមិនមែនគូទេបងប្អូនមិនមែនដុំដីទេបើបងប្អូនគូខ្ញុំបញ្យល់ទេប៉ុន្តែបងប្អូនមនុស្សតាំងពីដើមរៀនមកគេអត់បញ្យល់ម្ដងនេះយើងបញ្យល់យើងនៅតែជឿជាក់ថាក្នុងក្រុមទាំង4ហ្នឹងជាក្រុមអសកម្មហ្នឹងម្ដងមួយនឹងស្ដាប់យើងយល់ពីព្រោះអ្វីពីព្រោះនេះគឺជាផលប្រយោជន៍ទាំងអស់គ្នាគេពាល់បេះដូងយើងត្រូវគេពាល់ទស្សនៈក្នុងការដោះស្រាយរបស់យើងត្រូវអានឹងចាប់ដើមទៅម្ដងតិចយើងសង្ឃឹមថាមានជោគជ័យឥឡូវនេះគឺជាទស្សនៈមួយដែលយើងចង់ប្រាប់ប្រជាពលរដ្ឋនៅថ្ងៃនេះប៉ុន្តែគោលការណ៍ធំដែលជាទស្សនៈស្នូលដែលជាគំនិតស្នូលដែលយើងហៅថាធម៌របស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលយើងចង់ប្រាប់ប្រជាពលរដ្ឋជាទូទៅគឺបញ្ហាប្រភពនៃបញ្ហាទស្សនៈក្នុងការដោះស្រាយនិងកាតព្វកិច្ចរបស់បងប្អូនក្នុងការចូលរួមក្នុងការដោះស្រាយបញ្ហាហ្នឹងនេះគឺជាធម៌ស្នូលដែលពួកយើងទន្ទិញមិញយើងជួយផ្ដល់ចំណេះដឹងឲ្យបងប្អូនមើលលក្ខណៈរបស់អ្នកដឹកនាំឥឡូវយើងចូលដល់ចំណុចទី2និយាយអំពីគំនិតស្នូលដែលយើងតែងតែជញ្ជូនទៅប្រាប់ប្រជាពលរដ្ឋនៅជុំវិញប្រទេសនិងប្រជាពលរដ្ឋខ្មែរនៅឯបរទេសកន្លែងណាក៏ដោយឲ្យតែខ្មែរយើងប្រាប់ទាំងអស់ទី1គឺបញ្ហាយើងលើកពីបញ្ហាមកប្រាប់ប្រជាពលរដ្ឋខ្មែរទី2យើងលើកជាទស្សនៈដែលយើងបានមើលឃើញទៅលើប្រភពនៃបញ្ហាពួកយើងមើលឃើញថាប្រភពនៃបញ្ហាគឺមកពីអត់មានការអនុវត្តច្បាប់ជាទូទៅបានវាកើតជាភាពអនាធិបតេយ្យមកប្រទេសអញ្ចឹងហេតុអ្វីបានជាគ្មានការអនុវត្តច្បាប់ជាទូទៅពោះអំណាចប្រមូលផ្ដុំទៅលើដៃបុគ្គលតាមមួយក្តាប់តូចច្បាប់ចំពោះបុគ្គលនឹងមិនអាចអនុវត្តទៅបានទេអញ្ចឹងវាចេញភាពអនាធិបតេយ្យហ្មងយកដីយកលីអយុត្តិធម៌បរទេសនៅដីខ្មែរអីវាចេញជាភាពអនាធិបតេយ្យគ្រប់បែបយ៉ាងដោយសារច្បាប់មិនអាចអនុវត្តទៅលើបុគ្គលដែលកាន់អំណាចប្រមូលផ្ដុំបានវាលេចចេញជាភាពអនាធិបតេយ្យបើយើងរកប្រភពឃើញហើយយើងលើកទស្សនៈក្នុងការដោះស្រាយបើអំណាចប្រមូលផ្ដុំជាបញ្ហាទស្សនៈក្នុងការដោះស្រាយគឺបបែកអំណាចដាក់យន្តការ8ចំណុចរបស់យើងបងប្អូនពិចារណាពីវិធានការ8ចំណុចមើលកាលណាយើងដាក់បុគ្គលដែលជាអ្នកកាន់ការងារស្រុកទេសហ្នឹងគាត់ស្រុតអំណាចចុះមកក្រោមសំណាញ់ច្បាប់មិនដែលឡើងទៅលើគេហៅសង្គមនីតិរដ្ឋបើយើងយល់ថានេះគឺជាទស្សនៈក្នុងការដោះស្រាយទៅហើយតើពីណាចូលរួមធ្វើគឺប្រជាពលរដ្ឋពីព្រោះអីចលនាប្រជាធិបតេយ្យជាចលនារបស់ប្រជាពលរដ្ឋកើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋបងប្អូនត្រូវតែចូលរួមធ្វើចឹងបានធម៌ទី4ដែលពួកយើងត្រូវនិយាយប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅគឺកាតព្វកិច្ចរបស់បងប្អូនក្នុងការចូលរួមធ្វើឲ្យទស្សនៈរបស់យើងចេញជារូបរាងឡើងនេះគឺជាធម៌ស្នូលដែលយើងត្រូវប្រាប់ប្រជាពលរដ្ឋបន្ទាប់មកទៀតវាមានធម៌អមទៀតបងប្អូនពីព្រោះប្រជាពលរដ្ឋក៏ស្ដាប់ហើយជួនកាលក៏អត់ចូលរួមគាត់អត់ចូលចិត្តស្ដាប់អញ្ចឹងគាត់ជាប់ឬជាប់គល់យើងមានធម៌អមទៅទៀតនិយាយពីអីបុព្វហេតុនៃជីវិតកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមធ្វើឲ្យសង្គមរបស់ខ្លួនរីកចម្រើនឡើងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋដែលរស់នៅលើទឹកដីមួយដែលគេកាន់លទ្ធិប្រជាធិបតេយ្យតើពលរដ្ឋមានការទទួលខុសត្រូវអ្វីខ្លះមានសិទ្ធិមានកាតព្វកិច្ចបុព្វហេតុនៃជីវិតមានកម្មវិធីច្រើនណាស់ដែលយើងនិយាយអំពីធម៌បែបហ្នឹងទោះយើងនិយាយធ្វើអីពីព្រោះបើយើងមិននិយាយប្រជាពលរដ្ឋគាត់ចូលរួមគាត់ជាប់រឹសរបស់គាត់អញ្ចឹងដើម្បីកាត់រឹសគាត់យើងត្រូវនិយាយពីបុព្វហេតុនៃជីវិតនិយាយពីការទទួលខុសត្រូវអប់រំជាសិលធម៌ឲ្យប្រជាពលរដ្ឋហ្នឹងគាត់ញាក់រលឹកមកចូលរួមប៉ុន្តែគោលដៅរបស់យើងគឺយើងចង់ដាក់យន្តការ8ចំណុចប៉ុន្តែគាត់អត់ចូលរួមដល់អត់ចូលរួមយើងចាប់ដើមនិយាយសិទ្ធបងប្អូនស្គាល់សិទ្ធអត់បងប្អូនស្គាល់ករណីកិច្ចរបស់បងប្អូនអត់ស្គាល់ការទទួលខុសត្រូវអត់ស្គាល់បុព្វហេតុនៃជីវិតអត់បងប្អូនស្គាល់តម្លៃនៃការងារអត់យើងបង្កើតកម្មវិធីបែបហ្នឹងដើម្បីជាកបិតមួយលះរឹសដើម្បីឲ្យគាត់មកចូលរួមដើម្បីធ្វើឲ្យប្រទេសយើងខ្លាយទៅជាប្រទេសនីតិរដ្ឋដាក់យន្តការ8ចំណុចអញ្ចឹងអាធម៌4របស់យើងជាធម៌ស្នូលបញ្ហាប្រភពនៃបញ្ហាទស្សនៈក្នុងការដោះស្រាយនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងការដោះស្រាយនេះជាធម៌ស្នូលអាធម៌អមតម្លៃនៃជីវិតការទទួលខុសត្រូវសិទ្ធិរបស់ប្រជាពលរដ្ឋករណីយកិច្ចរបស់ប្រជាពលរដ្ឋយើងបញ្យល់ប្រជាពលរដ្ឋដើម្បីកាត់ឫសគាត់ឲ្យមកដើរលើផ្លូវយើងឥឡូវបើយើងយល់
អំពីទស្សនៈរបស់យើងហើយឥឡូវការងារដែលយើងធ្វើដើម្បីឲ្យទស្សនៈរបស់យើងចេញជារូបរាងឡើងតើត្រូវធ្វើអ្វីតទៅទៀតទី1ណាបងប្អូនត្រូវបង្កើតជាទស្សនៈក្នុងការដោះស្រាយបញ្ហាមួយយើងត្រូវបង្កើតជាទស្សនៈខ្ញុំបានរៀបរាប់ប្រាប់បងប្អូនហើយពួកយើងយល់ថាបញ្ហាធំជាងគេនៅក្នុងស្រុកខ្មែរគឺបញ្ហាភាពល្ងងខ្លៅដោះស្រាយបញ្ហាភាពល្ងងខ្លៅហើយយកកម្លាំងរបស់ប្រជាពលរដ្ឋយកមកធ្វើអីថាយកមករៀបចំវិធានការយន្តការ8ចំណុចយកកម្លាំងបងប្អូនមកដាក់យន្តការ8ចំណុចតើយន្តការ8ចំណុចស៊ីអត់ទេយើងដោះស្រាយបញ្ហាបន្ទាប់ទៅទៀតបញ្ហាបន្ទាប់ទៅទៀតយើងដោះស្រាយបញ្ហាអីខ្លះទី1សេរីភាពទី2ភាពស្មើមុខគ្នាក្នុងនាមជាម្ចាស់ប្រទេសយើងកើតមកស្មើគ្នាសប្ថ្ងៃវាមានអ្នកត្រូវគោរពគេនិងអ្នកដែលគេត្រូវគោរពយើងចង់ឲ្យប្រជាពលរដ្ឋយើងខ្លាចទៅជាមនុស្សដែលស្មើមុខគ្នាណាកុំឲ្យឃើញគេមករត់លឹកជង្គង់ទាំងចង់លឹកទៅទៀតណាមិនលឹកជង្គង់ដល់គេបង្ខំទេបើលឹកជង្គង់ដល់គេបង្ខំថ្ងៃណាមួយរើបំរាស់លឹកជង្គង់ចង់លឹកទៅទៀតណាឲ្យតែបានចាប់ដៃគេអទៅទៀតណាមនុស្សកើតមកស្មើគ្នាពីកំណើតណាមិនបាត់ធ្វើអញ្ចឹងនេះយើងចង់បានសង្គមអញ្ចឹងពេលណាយើងដាក់យន្តការ8ចំណុចរួចហើយសង្គមរបស់យើងត្រូវកែប្រែទៅអញ្ចឹងទី1សេរីភាពសំខាន់ណាស់បងប្អូនកាលណាបងប្អូនមានបាយហូបប្រយោជន៍សេរីភាពសំខាន់នៅស្រុកគេបងប្អូនដោយសារសេរីភាពបញ្ចេញមតិកំណត់ថ្មីបានបោះចូលទៅក្នុងសង្គមរហូតពេលណាកំណត់ថ្មីបានទៅដល់សង្គមកាន់តែរីកចម្រើនឡើងមកសេរីភាពសំខាន់ណាស់សប្ថ្ងៃបងប្អូនគ្រាន់តែចូលរួមប្រជុំប្រជាពលរដ្ឋហ៊ានចូលផងមិនបានទៅជែកគ្នាពីកំណត់មិនបែកកំណត់មិនបានយកកំណត់ទៅប្រើប្រាស់បាត់សេរីភាពទី2បាត់ភាពស្មើគ្នាមនុស្សខ្លះកើតមកត្រូវឲ្យគេគោរពមនុស្សខ្លះកើតមកត្រូវតែគោរពគេពាក្យឯកឧត្តមពាក្យលោកជំទាវចំតាត់នេះយកចេញអស់ពីសង្គមខ្មែរដកចេញឲ្យខ្ទេចហ្មងវាយបំបាក់ក្នុងចំនួនយើងឲ្យបានហើយលោកនាយករដ្ឋមន្ត្រីហើយលោករដ្ឋមន្ត្រីលោកក្រុមប្រឹក្សាឃុំអីចឹងចែកការងារគ្នាធ្វើលោកនាយករដ្ឋមន្ត្រីលោកធ្វើការងារនេះលោករដ្ឋមន្ត្រីលោកធ្វើការងារនេះលោកតំណាងរាស្ត្រលោកធ្វើការងារនេះលោកមេភូមិលោកធ្វើការងារនេះលោកពាក្យមេចេញទៅហៅអភិបាលឬក៏ហៅស្អីតំណាងភូមិតំណាងឃុំទៅស្រុកខេត្តមិនចឹងខ្ញុំជាប្រជាពលរដ្ឋខ្ញុំធ្វើការងារផ្សេងពួកយើងទាំងអស់គ្នានៅក្រោមច្បាប់យើងធ្វើការទាំងអស់គ្នាដើម្បីសុភមង្គលរបស់ពួកយើងទាំងអស់គ្នាចំណុចទី2ទី1គឺសេរីភាពទី2គឺការស្មើមុខគ្នាទី3យុត្តិធម៌សំខាន់ណាស់ស្រុកខ្មែរយើងអត់យុត្តិធម៌ទី1គឺយើងរស់នៅលើទឹកដីនេះតែដូនតាបន្សល់ភោគទ្រព្យឲ្យយើងវាអត់បានស៊ីវាអត់យុត្តិធម៌អាខ្លះបានស៊ីខ្លះអត់ទាមទាររយុត្តិធម៌នេះគឺជាយុត្តិធម៌ដែលយើងត្រូវទាមទារដល់ទី4ណាបងប្អូនលោកសម្ភារៈសម្រាប់ទ្រទ្រង់ជីវិតលោកសម្ភារៈមានអីមានសាលារៀនមានមន្ទីរពេទ្យមានថ្នាំសង្កូវមានការហូបចុកមានមធ្យោបាយធ្វើដំណើរមានទឹកស្អាតជាគ្រឿងទ្រទ្រង់ជីវិតដើម្បីឲ្យរស់នៅក្នុងសេចក្តីថ្លៃថ្នូរទៅតាមលំដាប់ដំណើរបងប្អូនណាការដោះស្រាយរបស់យើងគឺយើងដោះស្រាយចំណុច4ហ្នឹងទី1គឺសេរីភាពទី2ភាពស្មើមុខគ្នាទី3យុត្តិធម៌ទី4លោកសម្ភារៈដើម្បីទ្រទ្រង់ជីវិតដើម្បីធ្វើឲ្យនឹងបានចាត់វិធានការរៀបចំឲ្យមនុស្សនៅក្រោមច្បាប់ជាមុនសិនដាក់យន្តការ8ចំណុចដើម្បីដាក់យន្តការ8ចំណុចណែផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋកែអត្តចរិតរបស់ប្រជាពលរដ្ឋយើងទៅអញ្ចឹងនេះគឺជាទស្សនៈដំបូងដៃមុននឹងចាប់ដើមចេញធ្វើយើងត្រូវចេញជាទស្សនៈសិនទី1គឺទស្សនៈបងប្អូនមើលមធ្យោបាយធ្វើឲ្យបានសម្រេចទី1ទស្សនៈទី2អ្នកបញ្យលទស្សនៈហ្នឹងរកអ្នកបញ្យលបានទស្សនៈមកហើយរកអ្នកណាដែលបកកែបញ្យលប្រជាពលរដ្ឋក្នុងក្រុមយើងគេជ្រើសរើសយកមករកមនុស្សដើម្បីបញ្យលទស្សនៈហ្នឹងទៅដល់ប្រជាពលរដ្ឋដល់ទី3មធ្យោបាយផ្សព្វផ្សាយបើនិយាយរួចហើយគ្មានមធ្យោបាយផ្សព្វផ្សាយយើងធ្វើកើតអត់យើងផ្សព្វផ្សាយសប្ងៃយើងពឹងវត្ថុណែអាពឹងវត្ថុហ្នឹងដែលពឹងការចូលរួមរបស់ប្រជាពលរដ្ឋយើងត្រូវអង្គាសលុយពីប្រជាពលរដ្ឋដើម្បីយកមកផ្សព្វផ្សាយវត្ថុនេះយើងបើកចំហក្នុងចំណោមខ្មែរដើម្បីទៅជែកនេះគំនិតរបស់ LDP គំនិតរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយើងយល់ថាអញ្ចឹងពេលណាយើងមានទស្សនៈយើងរកអ្នកបញ្យល់រួចហើយយើងត្រូវយកទៅផ្សព្វផ្សាយអាផ្សព្វផ្សាយហ្នឹងយើងត្រូវការវត្ថុយើងត្រូវការលុយអញ្ចឹងបានយើងអង្គាសពីប្រជាពលរដ្ឋដល់ទី4អ្នកពង្រីកគំនិតបងប្អូនធ្វើតែម្នាក់ឯងអត់បានទេអ្នកពង្រីកគំនិតបងប្អូននៅតាមភូមិតាមឃុំហ្នឹងសូម្បីតែយាយចាស់ក៏ដោយក៏ត្រូវតែធ្វើការងារពង្រីកគំនិតពួកអីបើមិនចឹងអត់បានសម្រេចទេបងប្អូនណាយើងមានទស្សនៈហើយបើយើងអត់មានវិធានការក្នុងការពង្រីករឿងហ្នឹងវាអត់បានសម្រេចទី1យើងបង្កើតទស្សនៈទី2រកអ្នកបញ្ចេញទស្សនៈហ្នឹងទៅខាងក្រៅទី3យកទៅផ្សព្វផ្សាយទី4ត្រូវការមនុស្សដើម្បីយកមកពង្រីកគំនិតហ្នឹងដល់ទី5ត្រូវការធនធានមនុស្សមកគ្រប់ដើម្បីអនុវត្តផែនការរបស់យើងពេលដែលយើងឈ្នះឆ្នោតគឺមានមនុស្សមួយក្រុមដើម្បីអនុវត្តធ្វើឲ្យចេញជាជាក់ស្ដែងឡើងរាប់ចាប់តាំងពីមេភូមិមេស្រុកមេខេត្តរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីតំណាងរាស្ត្រគឺជាធនធានមនុស្សមួយក្រុមដែលយើងត្រូវយកទៅប្រើប្រាស់ដើម្បីដាក់វិធានការរបស់យើងថាតើយើងកសាងធនធានមនុស្សនឹងយ៉ាងម៉េចនេះបង្ហាញអំពីការយល់ឃើញទស្សនវិស័យបងប្អូនយកទៅពិចារណាពួកយើងយល់ឃើញអញ្ចឹងខ្ញុំរំលឹកម្ដងទៀតពួកយើងចង់បានវត្ថុបំណងចុងក្រោយរបស់ពួកយើងវត្ថុបំណងចុងក្រោយ
ដើម្បីត្រង់ការរស់នៅរបស់យើងទី1សេរីភាពទី2ការរស់នៅដោយស្មើមុខគ្នាទី3យុត្តិធម៌ទី4លោកកសម្ភារៈដើម្បីត្រង់ជីវិតឲ្យមានការរស់នៅប្រកបទៅដោយសេចក្តីថ្លៃថ្នូរមានផ្ទះសម្បែងមានសាលារៀនមានទីពេទ្យថ្នាំសង្កូវការចាយវាយផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យទឹកស្អាតសុទ្ធសឹងតែជាមធ្យោបាយដើម្បីត្រង់ជីវិតរបស់យើងដើម្បីសម្រេចវត្ថុបំណងនឹងយើងមានវិធានការទី1គឺដាក់យន្តការ8ចំណុចដើម្បីឲ្យមនុស្សទាំងអស់គ្នានៅក្រោមច្បាប់ដើម្បីសម្រេចវត្ថុបំណងដាក់យន្តការ8ចំណុចកែផ្នត់គំនិតរបស់ប្រជាពលរដ្ឋយកកម្លាំងរបស់ប្រជាពលរដ្ឋទៅធ្វើនេះគឺជាទស្សនៈមានទស្សនៈហើយត្រូវមានអ្នកផ្សព្វផ្សាយទស្សនៈមានអ្នកផ្សព្វផ្សាយទស្សនៈហើយត្រូវមានមធ្យោបាយសម្រាប់ផ្សព្វផ្សាយគឺត្រូវមានរយោដើម្បីបានរយោយើងប្រើលុយយើងគៀសលុយពីប្រជាពលរដ្ឋបន្ទាប់មកទៀតមានអ្នកដើរបង្រីកគំនិតការជួបជុំទី1ហ្នឹងអ្នកណាស្ដាប់នៅត្រង់ណាបើបងប្អូនពិតជាចង់ឲ្យលឿនបងប្អូនបង្រីកគំនិតដល់ទី5ធនធានមនុស្សបងប្អូនពីព្រោះដល់ពេលយើងឈ្នះឆ្នោតណាយើងត្រូវធ្វើការងារហ្នឹងដូច្នេះត្រូវមានធនធានមនុស្សមួយក្រុមដែលយើងត្រូវកសាងទុកឲ្យហើយដើម្បីយកទៅត្រង់ទស្សនៈរបស់យើងរាប់ចាក់តាំងពីមេភូមិឡើងទៅមេឃុំមេស្រុកមេខេត្តចឹងបានគណៈបកយើងកុំយកលុយមកទិញខ្ញុំមានលុយមកពីស្រុកក្រៅ 50000 ចង់ឈរតំណាងរាស្ត្រសំទុះអាវាធ្វើកង់អាត្រង់ធ្វើកម្មអ្នកមានលុយចេញទៅលុយបានណាព្រោះអ្នកមានតែលុយអាហ្នឹងអាវាធ្វើកង់ចេញបានតែលុយបើអ្នកមានសមត្ថភាពអ្នកមានចំណេះដឹងទៀតល្អអ្នកមានចិត្តស្មោះត្រង់ទៀតល្អមែនតើមានទាំងលុយផងមានទាំងសមត្ថភាពផងប៉ុន្តែបើមានតែលុយហើយសមត្ថភាពអ្នកគ្មានសំទោសអាវាធ្វើកង់មានន័យថាអ្នកមានតែលុយយើងសុំតែលុយបើអ្នកយល់ថាទេខ្ញុំមិនឲ្យលុយទេទៅរកអាណាទៅរកទៅឲ្យធម្មតាព្រោះអីពីព្រោះធនធានមនុស្សអញ្ចឹងយើងយកមកត្រង់ការងាររបស់យើងអត់បានទេយើងអាចបាត់ប្រាជ័យនេះគឺជាចំណុចទាំង5ដែលយើងត្រូវធ្វើឲ្យបានសម្រេចដើម្បីទានទៅដល់គោលដៅចុងក្រោយរបស់ពួកយើងគឺការរស់នៅប្រកបទៅដោយលោកសម្ភារៈការរស់នៅក្នុងភាពថ្លៃថ្នូរទី1គឺសេរីភាពទី2គឺភាពស្មើគ្នានិងទី3គឺយុត្តិធម៌និងទី4គឺលោកសម្ភារៈបងប្អូនស្ដាប់ហើយបងប្អូនពិចារណាបើបងប្អូនយល់ថាមិនត្រូវបងប្អូនឡើងមកតវ៉ាបើបងប្អូនយល់ថាត្រូវហើយកុំភ្លេចពីការចូលរួមរបស់បងប្អូនព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាការងារដែលមិនច្របូកច្របល់គឺជាមង្គលដ៏ឧត្តមដំបូងដៃចូលរួមនេះតែចែកពេលតែចែកឃើញថាត្រូវហើយកុំភ្លេចឲ្យសោះចូលរួមគ្នាធ្វើការងារដែលមិនច្របូកច្របល់គឺជាមង្គលដ៏ឧត្តមខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាដំបូងរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណ